នេះជាលុយតែជាលុយคล้ายៗនេះជាព្រះជាម្ចាស់ព្រោះព្រះអង្គម្ចាស់គឺព្រះដែលគង់នៅគ្រប់ទីកន្លែងយើងអាចមើលឃើញបានទេរវាងលុយហើយនឹងព្រះតើបងប្អូននឹងជ្រើសរើសមួយណាទាំងអស់នេះគឺជាជំរឿសរបស់ជីវិតរបស់យើងតើយើងមួយណាសំខាន់សម្រាប់ជីវិតរបស់យើងខ្ញុំគិតថាយើងនឹងជ្រើសរើសយកមួយនោះហើយជាពិសេសគឺយើងនៅពេលដែលយើងមានជំនឿមួយដ៏រឹងមាំគឺយើងនឹងរើសជំរឿសមួយតាមរយៈជំនឿរបស់យើងផងដែរអញ្ចឹងមានព្រះគម្ពីរជាច្រើនបានចែងនៅក្នុងព្រះគម្ពីររបស់ព្រះជាម្ចាស់តើយើងនៅក្នុងជីវិតរបស់យើងតើយើងនឹងគួររើសបែបណាទៅតើយើងបើសិនបើយើងឆ្លាតយើងរើសទាំងពីរបានទេតើបើសិនបើយើងរើសមួយហើយអត់មួយបានទេអញ្ចឹងជីវិតរបស់យើងវាជាជំរឿសនៃការរើសតើយើងចង់បានលុយឬក៏ចង់បានព្រះជាម្ចាស់ហើយតើបើសិនបើខ្ញុំចង់បានមួយតើមួយណាដែលជាព្រះពរមកកាន់ជីវិតរបស់ខ្ញុំច្រើនជាងគេមានព្រះគម្ពីរមួយនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក6ខទី24ព្រះម្ចាស់មានបន្ទូលថាគ្មាននរណាដែលអាចបម្រើចៅហ្វាយពីរបាននោះទេត្បិតអ្នកនោះនឹងស្អប់មួយហើយស្រឡាញ់មួយស្មោះត្រង់មួយហើយនឹងស្អប់នឹងមើងងាយមួយអ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផងហើយនឹងគោរពបម្រើព្រះជាម្ចាស់ផងបានទេright អញ្ចឹងព្រះអង្គម្ចាស់ថាជីវិតរបស់យើងមិនអាចនឹងបំរើចៅហ្វាយពីរនឹងមានស្អប់មួយនឹងស្រឡាញ់មួយបងប្អូនថាអត់ទេខ្ញុំនឹងយកទាំងពីរសម្រាប់ជីវិតរបស់យើងបងប្អូននឹងមានមួយខាងមួយឧទាហរណ៍ថាបើសិនជាខ្ញុំយកលុយពេលខ្លះខ្ញុំស្រឡាញ់លុយច្រើនជាងព្រះអង្គខ្ញុំនឹងលែងទៅព្រះវិហារនៅថ្ងៃបរិសុទ្ធព្រះអង្គខ្ញុំនឹងខំស្វែងរកលុយបើសិនខ្ញុំស្រឡាញ់ព្រះអង្គខ្លាំងជាងលុយខ្ញុំនឹងអត់ទៅរកលុយថ្ងៃហ្នឹងទេខ្ញុំនឹងទៅញែកខ្លួនជាបរិសុទ្ធហើយខ្ញុំនឹងទៅថ្វាយបង្គំព្រះអង្គឬក៏ញែកខ្លួនសម្រាប់ព្រះជាម្ចាស់ right មានព្រះគម្ពីរជាច្រើនទៀតខ្ញុំចង់អានទៅកាន់អស់អ្នកបងប្អូនម៉ាថាយចំពុក6ខ19ដដែលកុំឲ្យប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅផែនដីជាកន្លែងដែលមានកណ្ដៀនិងច្រេះស៊ីបំផ្លាញហើយចោលទម្លុះប្លន់នោះឡើយ20ត្រូវប្រមូលសម្បត្តិទុកសម្រាប់ខ្លួនដែលនៅស្ថានសួគ៌វិញដែលជាកន្លែងគ្មានកណ្ដៀគ្មានច្រេះស៊ីបំផ្លាញក៏គ្មានចោលទម្លុះប្លន់ខមួយទៀតពីព្រោះទ្រព្យសម្បត្តិរបស់អ្នកស្ថិតនៅកន្លែងណាចិត្តរបស់អ្នករាល់គ្នានៅត្រង់នោះឧទាហរណ៍ថាខ្ញុំមានទូរស័ព្ទមួយចិត្តខ្ញុំគឺមានតែមួយទេគឺទូរស័ព្ទខ្ញុំចាប់ផ្ដើមមានលុយមួយដុំទៀតអញ្ចឹងចិត្តរបស់ខ្ញុំត្រូវបែងចែកជាពីរភាពខ្វល់ខ្វាយរបស់ខ្ញុំត្រូវបែងចែកជាច្រើនអញ្ចឹងព្រះអង្គម្ចាស់ថាទ្រព្យសម្បត្តិអ្នកនៅកន្លែងណាអ្វីក៏ដោយដែលនៅជុំវិញរបស់យើងការមានកាន់តែច្រើនភាពខ្វល់ខ្វាយភាពបារម្ភគឺនឹងកើតឡើងកាន់តែច្រើនដូចគ្នាជាងព្រះអង្គម្ចាស់ថាម៉េចចូលឲ្យយើងខំក្នុងការដែរប្រមូលទ្រព្យសម្បត្តិទុកឯនគរព្រះជាម្ចាស់អញ្ចឹងត្រឡប់មកកាន់សំណួរវិញតើលុយហើយព្រះជាម្ចាស់យើងនឹងជ្រើសរើសយកមួយណាជ្រើសយកមួយណាមិនសំខាន់ទេសំខាន់សូមមានព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង right សូមជ្រើសរើសដោយសេចក្តីជំនឿរបស់ព្រះជាម្ចាស់បើសិនបើយើងជ្រើសរើសយកលុយយើងនឹងបានតែលុយយើងខាតហ្នឹងខ្ញុំគិតថាបងប្អូនជាមនុស្សដែលឆ្លាតគឺយើងនឹងរើសយកព្រះជាម្ចាស់ព្រោះនៅពេលដែលយើងជ្រើសយកព្រះជាម្ចាស់ជីវិតរបស់យើងគឺពោពេញទៅដោយការគ្រប់គ្រងនេះជាពាក្យដែលព្រះអង្គម្ចាស់សន្យាថានៅពេលដែលយើងដើរតាមព្រះអង្គម្ចាស់នឹងគ្រប់គ្រងព្រោះព្រះអង្គម្ចាស់ថាម៉េចបើសិនបើយើងដើរតាមលុយឬក៏ទ្រព្យសម្បត្តិអ្វីទាំងអស់នៅថ្ងៃចុងក្រោយគឺយើងអាចយកបានអ្វីទាំងអស់ពាក្យសម្ដីរបស់យោបមួយនិយាយថាកើតមកទៅទេស្លាប់ទៅវិញទៅទេគ្មានយកអ្វីបានទាំងអស់អញ្ចឹងបើសិនបើយើងរើសយកព្រះជាម្ចាស់ជីវិតរបស់យើងនឹងមានអ្វីគ្រប់យ៉ាងគឺព្រះជាម្ចាស់នឹងគ្រប់គ្រងមកកាន់ជីវិតរបស់អ្នកបងប្អូនខគម្ពីរដែលព្រះម្ចាស់សន្យានៅក្នុងព្រះគម្ពីរភីលីបចំពុក4ខ19ព្រះនៃខ្ញុំទ្រង់បំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការតាមភោគសម្បត្តិនៃទ្រង់ដ៏លូដំក្នុងព្រះគ្រីស្ទព្រះម្ចាស់សន្យាថាព្រះអង្គម្ចាស់នឹងបំពេញគ្រប់ទាំងតម្រូវការអ្វីដែលយើងខ្វះខាតព្រះម្ចាស់ដឹងព្រះម្ចាស់មិនអោយអ្នកដើរតាមព្រះអង្គពិបាកពេកឬក៏មានលឹះលប់រហូតដល់ផ្លិចព្រះជាម្ចាស់ខំពីចុងក្រោយព្រះអង្គជាអ្នកគង្វាលខ្ញុំព្រោះព្រះអង្គជាអ្នកគង្វាលព្រះអង្គម្ចាស់ថែរក្សាព្រះអង្គម្ចាស់ដឹងអំពីជារបស់ព្រះជាម្ចាស់ right នៅពេលដែលយើងជឿព្រះអង្គជាអ្នកដឹកនាំជីវិតរបស់យើងខុសចុងក្រោយកុំឲ្យភ័យខ្លាចយើងស្ថិតនៅជាមួយអ្នកកុំឲ្យបារម្ភឲ្យសោះយើងនឹងឲ្យកម្លាំងរឹងប៉ឹងយើងនឹងជួយអ្នកយើងគ្រប់គ្រងអ្នកយើងនឹងសម្ដែងបារមីនិងយុត្តិធម៌សម្រាប់អ្នកនេះជាសេចក្តីសន្យារបស់ព្រះជាម្ចាស់ព្រះម្ចាស់ថាម៉េចនៅពេលដែលជីវិតរបស់យើងមានព្រះជាម្ចាស់គឺព្រះម្ចាស់នឹងគ្រប់គ្រងព្រះម្ចាស់សន្យាថានឹង
ល្អប្រសើរជីវិតយើងរាល់ថ្ងៃទាំងខ្ញុំឬក៏បងប្អូនយើងមួយចំនួនដូចគ្នាកាលពីជីវិតខ្ញុំពីមុនយើងព្យាយាមខំស្វែងរកភាពខ្វល់ខ្វាយនៃជីវិតរបស់យើងស្វែងរកលុយស្វែងរកអ្វីផ្សេងខ្ញុំពេលខ្ញុំស្វែងរកហើយมันអត់ចប់ទេខំទៀតអត់រត់អត់ចប់ទេរត់ចង់បញ្ចប់នៃជីវិតតតែខ្ញុំអស់ជីវិតមិនថាខ្ញុំឈប់រត់តាមសេចក្តីប៉ងប្រាថ្នារបស់ខ្ញុំទាំងប្រមាណហើយអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមមានព្រះអង្គម្ចាស់ណានឹងគ្រប់គង់មិនមែនថាយើងជឿព្រះអង្គហើយយើងលែងត្រូវការព្រះពរឬក៏ត្រូវការលុយយើងលែងត្រូវការព្រះម្ចាស់ឲ្យយើងធ្វើការប៉ុន្តែសូមឲ្យគ្រប់ទាំងអស់ជាឈ្នន់សម្រាប់ឲ្យយើងជន់ឲ្យយើងកាន់តែចិត្តព្រះជាម្ចាស់ហើយអញ្ចឹងបើសិនអរលោកអ្នកបងប្អូនកំពុងតែមានអារម្មណ៍ថាហត់ជាមួយនឹងជីវិតដូចខ្ញុំដូចគ្នាកាត់គិតច្រើនអញ្ចឹងសូមស្វែងរកព្រះអង្គហើយយើងទុកចិត្តព្រះអង្គម្ចាស់នឹងប្រទានពរមកកាន់ជីវិតរបស់យើងស្វែងរកព្រះអង្គជីវិតរបស់យើងរស់នៅសម្រាប់ថ្ងៃចុងក្រោយ right yes សូមជ្រើសរើសព្រះអង្គជាជម្រើសទី1នៅក្នុងជីវិតព្រះជាម្ចាស់នឹងប្រទាននៅអ្វីដែលយើងត្រូវការមកក្នុងជីវិតរបស់យើង right សូមទុកចិត្តព្រះអង្គបើសិនលោកអ្នកមានចម្ងល់ឬក៏សំណួរអ្វីបន្ថែម comment ខាងក្រោមក្រុមការងារតាក់ទងនឹងលើកទឹកចិត្តទៅកាន់អស់លោកអ្នកបងប្អូនសូមអរគុណហើយក៏សូមព្រះប្រទានពរ